វីដេអូមួយនេះនឹងជួយម៉ាក់ច្រើនមែនទែនសម្រាប់ម៉ាក់ប៉ាដែលគម្រោងការដោះកូនឲ្យកូនក្បាលកំប៉ុងដោះកូនហើយខ្ញុំនឹងចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំលម្អិតដើម្បីឲ្យអ្នកទាំងអស់គ្នាងាយស្រួលយល់អំពីការដែលយើងផ្ដាច់ដោះកូនឲ្យក្បាលកំប៉ុងដោះគោវិញអញ្ចឹងចំណុចយើងមាន3ចំណុចទី1ពេលដែលខ្ញុំឲ្យកូនទៅដោះយើងហ្នឹងហើយយើងផ្ដាច់ឲ្យក្បាលដោះគោវិញហ្នឹងគឺយើងជ្រើសរើសឲ្យគាត់ផ្ដាច់នៅពេលព្រឹកព្រោះពេលព្រឹកវាជួយទៅដល់ម៉ាក់ប៉ាកុំឲ្យកូនរបស់យើងគាត់រលរឿងពេលយប់អាចគាត់ដំណេកសុខភាពរបស់គាត់ចឹងទៅហើយក៏យើងពិបាកនៅការដែលយើងលួងលោមគាត់ចឹងណាព្រោះកូនវាអត់ដូចគ្នាទេការផ្ដាច់ដោះកូនកូនខ្លះក៏ងាយស្រួលកូនខ្លះក៏ពិបាកប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់តែម្ដងកូនស្រីរបស់ខ្ញុំផ្ដាច់គាត់ចិត្ត1ខួបអញ្ចឹងគាត់តាមខ្ញុំស្អិតលក្ខណៈគាត់តាមខ្ញុំខ្លាំងអញ្ចឹងគាត់យំក៏ខ្លាំងដែរប៉ុន្តែក្នុងកន្លងពេលហ្នឹងអ្នកម៉ាក់ខ្ញុំលើកទឹកចិត្តថាម៉ាក់មួយណាក៏តែងតែអាណិតកូនតាំងតែពេលឃើញកូនយំយើងអារម្មណ៍របស់យើងគឺអត់ល្អទេសម្រាប់ខ្ញុំយំតាមកូនយំខ្លាំងពេកហើយខ្ញុំក៏បានចែករំលែកទៅតាមប្អូនស្រីម្នាក់ដែលគាត់មីសេចមកកាន់សួរខ្ញុំថាតើបងធ្វើមិនដើម្បីផ្ដាច់កូនតែខ្ញុំអាចប្រាប់ជូនគាត់បានជាសិទ្ធឯកជនរបស់គាត់ចឹងណាហើយដល់ពេលខ្ញុំប្រាប់គាត់អំពីកលឹះដែលខ្ញុំធ្វើសម្រាប់កូនរបស់ខ្ញុំគាត់ធ្វើដូចខ្ញុំចឹងគឺគាត់ work ដូចគ្នាគាត់ទទួលបានជោគជ័យហើយរយៈពេលខ្លីដូចគ្នាដែលនឹកស្មានមិនដល់ពេលដែលខ្ញុំផ្ដាច់កូនហ្នឹងខ្ញុំសួរគេដែរគេតែងតែប្រាប់មួយអាទិត្យឬក៏យូរអ្នកខ្លះលើសមួយអាទិត្យទៅទៀតប៉ុន្តែសម្រាប់ដែលខ្ញុំធ្វើបងប្អូនរយៈពេលតែយប់ទេពីព្រឹកដល់យប់ទេគាត់អាចធ្វើបានអញ្ចឹងខ្ញុំមាន3គន្លឹះដែលអ្នកទាំងអស់គ្នាអាចរៀនបានឬក៏សិក្សាបានដែលអ្នកមានគម្រោងថាឥឡូវដល់ពេលដែលខ្ញុំត្រូវផ្ដាច់កូនហើយឬក៏ខ្ញុំត្រូវទៅការហើយចង់ឲ្យគាត់ក្បាលវិញដែលក្បាលទៅដោះគោវិញនឹងអ្នកទាំងអស់គ្នាអាចមើលវីដេអូមួយនេះបានទី1អ្នកទាំងអស់គ្នាអាចជ្រើសរើសផ្ដាច់ដោះកូននៅពេលព្រឹកកុំពេលយប់ដូចខ្ញុំថានិយាយពេលមុនហ្នឹងអញ្ចឹងគឺអ្នកទាំងអស់គ្នាឲ្យគាត់គឺគាត់នឹងមិនទេអញ្ចឹងអ្នកទាំងអស់គ្នាព្យាយាមឲ្យគាត់កាន់កំប៉ុងហ្នឹងហើយយើងដាក់ទឹកដោះគោក៏ដាក់ច្រើនពេកវាអាចសល់ចោលព្រោះគាត់យំគាត់អត់ទាន់ទេអញ្ចឹង1លេខ2លេខឬក៏យ៉ាងច្រើន3លេខបានហើយឲ្យគាត់កាន់ទៅគាត់មិនព្រមគាត់មិនគាត់យើងនៅលួងលោមគាត់ឲ្យគាត់ប៉ុន្តែឲ្យគាត់ធ្វើចិត្តតែបានកុំឲ្យគាត់ប៉ះបោះយើងឬក៏បើកអាវឬក៏ស្អោយអាវយើងដាច់គាត់នៅកាន់កំប៉ុងឲ្យគាត់អីចឹងណាគាត់មិនព្រមមកនៅកាន់ហើយពេលថ្ងៃគាត់ងួយគាត់យំហិតតែខ្លាំងចង់យើងកុំតាមកូនពេលហ្នឹងយើងត្រូវធ្វើចិត្តឲ្យបានហើយម៉ាក់ពេលហ្នឹងហើយដែលយើងត្រូវតយុទ្ធយើងត្រូវយំជាមួយកូនព្រោះខ្ញុំអាណិតកូនខ្លាំងហើយចំណុចទី2បងប្អូនយើងត្រូវឲ្យកូនញ៉ាំអាហារដែលគាត់ញ៉ាំប្រចាំថ្ងៃពេលព្រឹកពេលថ្ងៃពេលល្ងាចដូចខ្ញុំនិយាយអញ្ចឹងគឺយើងឲ្យញ៉ាំតែកុំដាច់ឲ្យសោះឲ្យគាត់ញ៉ាំតែដែរគាត់ញ៉ាំតិចបានច្រើនបានតិចក៏យើងត្រូវឲ្យគាត់ញ៉ាំអញ្ចឹងណាហើយចំណុចទី3បងប្អូនគឺបងប្អូនអាចដូរក្បាលដោះក្បាលដោះគាត់អត់អាចនឹងត្រូវក្បាលដោះនឹងឬក៏យើងដូរអាណាដែលដូចដោះរបស់យើងដែលគាត់ធន់ហើយស្រួលគាត់វាមានតលាក់តែគេតែងតែផ្សាយថាដូចកលៈដោះរបស់ម៉ាក់អញ្ចឹងណាកូនអញ្ចឹងម៉ាក់អាចដូរអាហ្នឹងបានហើយព្យាយាមឲ្យគាត់កាន់លេងរហូតឲ្យគាត់លេងរហូតទោះគាត់យំក៏ដោយពេលយំយើងហុចពេលយំយើងហុចយូរទៅគាត់អង្គុយគេងយូរអត់ជំរឿគាត់នឹងកូនស្រីរបស់ខ្ញុំពេលតែខ្ញុំផ្ដាច់ហ្នឹងពេលថ្ងៃហ្នឹងពេលព្រឹកដល់ថ្ងៃហ្នឹងពេលល្ងាចចិត្តយប់គឺគាត់អស់ជំរឿគាត់កាន់នៅខ្លួនឯងតែម្ដងហើយពេលហ្នឹងក៏ខ្ញុំដូរក្បាលដោះអស់ទៅមួយដែរអញ្ចឹងខ្ញុំទិញអាណាដូចក្បាលដោះយើងអញ្ចឹងឲ្យគាត់អញ្ចឹងណាឲ្យទុនស្រួលតែគាត់អាចបានតិចដល់ពេលយប់គឺ direct គាត់កាច់ចេះកាន់តែម្ដងងាយស្រួលសម្រាប់ម៉ាក់អាចធ្វើកលឹះដូចខ្ញុំបានគឺកលឹះគឺលើកទឹកចិត្តកូនគឺមានន័យថាអោបកសោបគាត់ឲ្យកាន់ក្បាលកំប៉ុងនឹងដល់ម៉ោងដែលទឹកដោះនឹងហួសយើងចាក់យើងដូរថ្មីព្រោះយើងអត់អាចទុក
រាប់ម៉ោងឲ្យគាត់អាហ្នឹងដែរបានទេអញ្ចឹងយើងអាចឲ្យគាត់អាហ្នឹងអញ្ចឹងទៅហើយកាន់នៅគាត់ដដែលនៅបញ្ឆោតឲ្យគាត់ឲ្យគាត់លេងខ្ញុំដឹងថាពិបាកខ្ញុំក៏ពិបាកដែរបងប្អូនស្រីៗតែព្យាយាមពេលហ្នឹងហើយបងប្អូនត្រូវតែអត់ធ្មត់គេអាចធ្វើបានយើងក៏អាចធ្វើបានខ្ញុំតែងតែប្រាប់ខ្លួនឯងថាគេអាចផ្ដាច់ដោះកូនបានខ្ញុំក៏អាចបានដែរព្រោះពេលហ្នឹងកូនខ្ញុំយំខ្លាំងពេកខ្ញុំគេហៅថាចង់ចាញ់ម្ដងចង់ចោះចាញ់ម្ដងចង់ឲ្យគាត់វិញប៉ុន្តែត្រូវធ្វើឲ្យបានយើងជ្រុលតែឲ្យគាត់ផ្ដាច់គាត់ហើយយើងហត់តែម្ដងទៅអត់អីទេអានេះវាជាបទពិសោធន៍ខ្ញុំហើយខ្ញុំក៏ប្រាប់បងអូនស្រីគាត់ធ្វើ work ដែរអញ្ចឹងខ្ញុំក៏ចង់ចែករំលែកបទពិសោធន៍ខ្ញុំបន្ថែមទៀតទៅកាន់ម៉ាក់ដែរហើយបើបងប្រុសអាច share នៅវីដេអូនេះដើម្បីឲ្យកាន់ម៉ាក់ឬក៏ប្រពន្ធរបស់យើងអាចដឹងពីកលឹះដែលផ្ដាច់អញ្ចឹងណាព្រោះពេលដែលផ្ដាច់ដោះកូននេះខ្ញុំលើកទឹកចិត្តប៉ាជួយរំលែកទៅកាន់ម៉ាក់លើកទឹកចិត្តគាត់ព្រោះពេលហ្នឹងគាត់ដួងចិត្តគាត់ខ្ទេចខ្ទាំហើយគាត់អាណិតកូនហើយគាត់នៅជាមួយកូនច្រើនធ្វើការពេលវេលាម៉ាក់ច្រើនមានការអត់ធ្មត់ច្រើនអញ្ចឹងប៉ាអាចជួយលើកទឹកចិត្តឬក៏លើកទឹកចិត្តម៉ាក់បន្ថែមទៀតដែរព្រោះពេលហ្នឹងគាត់ត្រូវការយើងកូនត្រូវការម៉ាក់ក៏ត្រូវការប៉ាដើម្បីជាកម្លាំងចិត្តជួយគ្នាអាហ្នឹងក៏ជាវីដេអូរំលែកបទពិសោធន៍របស់ខ្ញុំមួយនេះខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាអាចជួយគ្នាដើម្បីធ្វើម៉េចដើម្បីយើងជួយម៉ាក់បន្ថែមទៀតនឹងអរគុណច្រើនសម្រាប់អ្នកដែលមើលវីដេអូមួយហ្នឹងកុំភ្លេចជួយ share ទៅកាន់ម៉ាក់ឬក៏ប៉ាអាច share ទៅកាន់ម៉ាក់បានដើម្បីឲ្យម៉ាក់បានឃើញវីដេអូមួយនេះដើម្បីយកទៅធ្វើហើយវាអាច work ព្រោះខ្ញុំធ្វើ work ហើយបងអូនស្រីក៏អាចធ្វើដូចខ្ញុំគាត់ទទួលបានជោគជ័យដូចគ្នាជាមួយនឹងខ្ញុំដែរអរគុណច្រើន